Hello អ្នកទាំងគ្នា Welcome to my vlog as traveling at the weekend អញ្ចឹងហើយនឹងគឺជាដំណើរកម្សាន្តទៅកោះនរាជាមួយនឹងសិស្សច្បងទៀតហើយអ្នកនរគ្នាដែលលឺថា Life Hot កោះនរា here ចាគឺថា here របស់គេមែនទៅដល់ហ្នឹងគឺ fresh ខ្លាំងមែនតើបងប្អូនអញ្ចឹងក៏ដែលពួកខ្ញុំទៅហ្នឹងគឺ Air Cafe and Tea House ហើយនេះគឺជាការទៅដល់របស់ពួកខ្ញុំហើយអញ្ចឹងពួកខ្ញុំក៏ដើរនាំគ្នាចូលទៅក្នុងហាងរបស់គាត់ហ្មងអញ្ចឹងក្រោយពីចូលក្នុងហាងហ្នឹងគឺមានអារម្មណ៍ថាកោះនរា here បដាព្រោះដោយសារតែចូលទៅតិចហ្មងដោយសារតែមិនសិនតិចឬក៏ខ្យល់អាកាសតែអត់ដឹងឯនេះអូខេអញ្ចឹងមុននឹងយើងទៅយកខ្យល់អាកាសកុំភ្លេចកំងកាហ្វេដើម្បីជាជំនួយដល់យើងនៅពេលដែលយើងចេញក្រៅទៅវាមានអារម្មណ៍ថាមាន power ចាហើយពួកខ្ញុំអត់មានអីច្រើនទេមកដល់ហាងកាហ្វេគឺកំងកាហ្វេផឹកនឹងឯងដោយសារតែមានសិស្សច្បងគាត់មកក្រុមទៀតក៏អត់ទាន់មកដល់អញ្ចឹងក៏អង្គុយចាំនៅក្រោមនឹងទៅរំតាពុកគាត់មកដល់អញ្ចឹងចាអញ្ចឹងក៏ទ្រាំមើលទេសភាព design ស្រស់ស្អាតនឹងលេងសិនទៅនេះគឺជាវគ្គដែលយើងត្រូវអស់លុយចាគឺអស់លុយចំពោះកាហ្វេដែលយើងបានកំងអញ្ចឹងក្រោយពីកំងបានហើយនៅចាំមួយទៀតមិនចាប់ផ្ដើមថតរូបអញ្ចឹងក៏ចាប់ផ្ដើមថតរូបទាំងអស់គ្នានឹងទៅហើយបើនិយាយពីទេសភាពវិញគឺថាឲ្យអ៊ុយហ្មងនិយាយថាពី fresh ទៅណាមិនអស់និយាយមែនហើយ recommend ទៅដល់បងប្អូនណាដែលគាត់ stay ជាមួយការងារមួយការសិក្សាអីអាចមកយកខ្យល់អាកាសនៅកោះនរានឹងបានណាគឺថាមកអែមហ្មងហើយ rate កន្លែងសាក់ថ្មជំពិតគឺខ្ញុំឲ្យកោះនរា10លើ10យើងហ្មងនិយាយមែនគឺថាខ្យល់អាកាសវាត្រជាក់ខ្លាំងមែនតើដោយសារតែវាជាប់នឹងមាត់ទន្លេឲ្យទៅពេលអញ្ចឹងពេលដែលខ្យល់បក់អញ្ចឹងគឺថា fresh មែនតើមិនត្រឹមតែត្រជាក់សរសៃតែប៉ុណ្្នឹងឯងបងប្អូនគឺថាហាងហ្នឹងគឺគាត់មានកាហ្វេជាមួយនឹងនំវាឆ្ងាញ់ហ្មងដូចវាត្រូវធាតុជាមួយនឹងអាកាសធាតុដែលនៅនឹងឯងអញ្ចឹងកុំតែនៅកោះនរាហ្នឹងបោះតង់អត់កើតតែបងប្អូនកុំអីទៅបោះតង់នៅនឹងទៀតនិយាយមែនចាំបាច់ទៅដល់សៀមរាបអត់ចាំបាច់ទៅដល់កោះផងអីផងទៅតែកោះនរាគឺបាន 5 in 1 ហើយបងប្អូនកុំសួរខ្ញុំថាចេះទៅរាល់ថ្ងៃហ្នឹងគេដឹងថាកន្លែងហ្នឹងមិនហើយតែសម្រាប់ខ្ញុំមួយគឺថាអត់សូវដែរបានទៅនឹងទេតតាទនេខ្លាំងអីអញ្ចឹងមិនបានទៅរៀងចាញ់គេត្រង់នឹងតិចដោយសារតែខ្លួនអញមិនសូវបានដើរលេងនៅណាទេតតែបានឃើញទេសភាពស្រស់ស្អាតអញ្ចឹងទៀតគឺថាអង្គុយនឹងគ្មានតាណាទៀតទេអញ្ចឹងក្រោយពីញ៉ាំកាហ្វេអស់ម្នាក់ដូចជាមួយកែវហើយក៏មានអារម្មណ៍ថាចង់ដើរទៅក្រៅអីបន្តិចទៀតអញ្ចឹងដោយសារតែអង្គុយនៅនឹងយូរហើយតែចៃដន្យពិសេសបងគាត់មានកំងខេជាមួយនឹងមួយឆាមកបន្ថែមអញ្ចឹងក៏នាំគ្នាជួយញ៉ាំសិស្សបងទៅខ្លាចនៅសល់ចានិយាយលេងទេគឺមិនដែរញ៉ាំអីសល់ទេដាក់តែមួយម៉ាត់ម្នាក់ហ្នឹងគឺអស់អាលីងខ្ញុំខេកហ្នឹងថារបស់ចឹងតតែមានគ្នាច្រើនញ៉ាំមួយគ្នាបានថាឆ្ងាញ់ហើយនាំគ្នាតាមគ្នាហ្នឹងគឺ the best ហ្មងចាហើយក្រោយពីញ៉ាំហើយមានអីទៀតគឺថាថតរូបនៅនឹងឯងថតចុះថតឡើងគេឆ្ងល់គ្រប់គ្នាឥឡូវបងប្អូនមើលតែវីដេអូដែលខ្ញុំថតឲ្យបងប្អូនមើលវាស្អាតខ្លាំងមែនតើហ្មងអានេះមិនបញ្ចោមានអីទេគឺថានិយាយមែនតើគឺចង់តែថតរូបនៅនឹងទេដោយសារតែយើងខ្លាចវាស៊ីពេលខ្លាំងពេកអញ្ចឹងក៏នាំគ្នាដើរទៅមុខតិចទៀតទៅដើម្បីទៅថតមើលអាណាដែលប្លែកថ្មីទៀតតែហើយក្រោយពីថតរូបជុំគ្នាមកប៉ោះជាស្មៅហ្នឹងហើយក៏នាំគ្នាដើរទៅមុខទៀតហើយគឺគ្មានអីទេមើលទេសភាពនៅជុំវិញខ្លួនឯងហ្នឹងគឺស្អាតយកទៅណាមអស់កាលមុនហ្នឹងក៏ធ្លាប់មកម្ដងតែវាយូរហើយអញ្ចឹងក៏អត់សូវចាប់អារម្មណ៍មែនតែឥឡូវហ្នឹងគឺមានអារម្មណ៍ថាអាប់ដេតខ្លាំងមែនតើហ្មងសំខាន់ណាស់មានហាង burger នៅជិតហ្នឹងទៀតសម្រាប់ភ្ញៀវទេសចរបរទេសគាត់អាចចូលភ្លក់រសជាតិនៅនឹងបានហើយបន្ទាប់ពីដើរជន់ក្រោមអស់ចិត្តហើយយើងទៅដើរនៅជន់លើទៀតដើម្បីមើលថាទេសភាពនៅជន់លើហ្នឹងវាមិនដែរវាដូចនៅជន់ក្រោមនឹងអត់ខាងសំណាងអីពេលដែលឡើងទៅជន់កន្លែងគេដាក់ម៉ូតូដាក់អីហ្នឹងណាគឺថាមានថ្ងៃចាំងចែងពេញហ្មងអញ្ចឹងវារត់ទៅធ្វើឲ្យកោះនរាវារត់ទៅស្អាតខ្លាំងឡើងអញ្ចឹង recommend ទៅដល់បងណាដែលគាត់ចង់សាកថ្មជីវិតអីណាគឺថាមកដល់កោះនរាជីវិតពុះពេញទៅដល់ power ពេញ 100% មកបន្ទាប់ពីដើរទៅដើរមកមិនដឹងថាដើរថតអីបន្ថែមទៀតទេក៏ដើរទៅមុខទៀតគាត់ថានឹងមានអីប្លែកៗដើម្បីឲ្យថតអញ្ចឹងនេះចាគឺជាកន្លែង charger ទូរស័ព្ទនឹងឯងចាកុំសួរថាហេតុអីបើខ្ញុំមានការភ្ញាក់ផ្អើលជាមួយនឹងការ charger ទូរស័ព្ទនឹងម៉េះភ្ញាក់ផ្អើលខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះដោយសារអីទូរស័ព្ទខ្ញុំវាចិត្តអស់ថ្មដែរអញ្ចឹងធម្មតាទេយើងអ្នកថតរូបអីដែរទូរស័ព្ទអស់ថ្មហាក់មានអីបញ្ចូលហ្នឹងគឺមកពេញហ្នឹងហ្មងចាហើយកុំសួរថាថៃបើអត់យក power bank មកចាគឺផ្លិចតែម្ដងមកហ្នឹងគឺយកតែខ្លួនមកជាមួយទូរស័ព្ទមួយមកទេអត់យកអីមកទាំងអស់ចាអញ្ចឹងក៏មានការ appreciate ជាមួយនឹងអ្នកដែលដាក់កន្លែងសាកថ្មហ្នឹងណាព្រោះថាខ្លួនឯងហ្នឹងយល់អារម្មណ៍ហ្នឹងច្បាស់ចាហើយបន្ទាប់ពីដើរចុះដើរឡើងក៏ថតបានបន្តិចបន្តួចហ្នឹងត្រឡប់ទៅផ្ទះវិញហើយព្រោះដោយសារសិស្សច្បងគាត់ធ្វើការហើយនេះគឺជាអ្វីដែលខ្ញុំថតបានចុងម៉ោងដែលខ្ញុំត្រូវទៅផ្ទះវិញចាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេណាបងប្អូនអរគុណសម្រាប់ការទស្សនារបស់បងប្អូនហើយកុំភ្លេចជួយ like ជួយ comment ជាមួយនឹងជួយ share ផងណាអរគុណ